ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Mentoring Master ថ្ងៃនេះយើងសិក្សាពាក្យថ្មីតាក់ទងជាមួយទៅនឹង 5W question នៅក្នុងភាសាចិននិយាយបែបណាខ្លះនោះសិក្សាជាមួយខ្ញុំទាំងអស់គ្នា我们的第一次就是谁谁បាទពាក្យថា谁បកថានរណា谁នរណាអញ្ចឹងពាក្យឧទាហរណ៍របស់យើងដូចជា谁是你的老师谁是你的老师ឬក៏យើងអាចនិយាយថា你是谁你是谁បាទ谁是你的老师មានន័យថានរណាជាគ្រូរបស់អ្នកឬក៏你是谁តែអ្នកជានរណាគេពាក្យបន្ទាប់របស់យើងគឺ什么什么បាទ什么什么បកថាអ្វីភាសាអង់គ្លេសថា what បាទ什么បកថាអ្វីចឹងឧទាហរណ៍របស់យើងគឺ你在做什么你在做什么តើអ្នកកំពុងតែធ្វើអ្វីបាទពាក្យទី3របស់យើងគឺ什么时候什么时候បកថាពេលណាបាទពេលណាអង់គ្លេសបកថា whenចឹងឧទាហរណ៍របស់យើងគឺ你什么时候回家你什么时候回家បាទ你什么时候回家ពាក្យទី4របស់យើងគឺ哪里哪里បាទ哪里មានន័យថាទីណាឬក៏មានពាក្យមួយទៀតនិយាយថា哪哪បាទ哪និង哪里គឺដូចគ្នាអញ្ចឹងឧទាហរណ៍របស់យើងដូចជា你住在哪里你住在哪里ចឹង你住在哪里ស្មើនឹង你住在哪儿ចឹងអត្ថន័យរបស់វាគឺដូចគ្នាបាទបកថាតើអ្នកស្នាក់នៅទីណាវិញពាក្យចុងក្រោយរបស់យើងគឺ为什么为什么បកថាហេតុអ្វីឬក៏ why នៅក្នុងភាសាអង់គ្លេសចឹងឧទាហរណ៍របស់យើងគឺ你为什么学习中文你为什么学习中文ឬក៏你为什么学习汉语បាទ你为什么学习汉语ឧទាហរណ៍ផ្សេងទៀតឧទាហរណ៍ថា你为什么来这里你为什么来这里បាទអញ្ចឹងហេតុអ្វីបានជាអ្នកមកទីនេះបាទអញ្ចឹងខ្ញុំនឹងអានពាក្យម្ដងទៀតចំពោះពាក្យ 5W question នៅក្នុងថ្ងៃនេះអញ្ចឹងពាក្យទី1របស់យើងគឺ谁បាទ谁នរណាគេ who បាទ谁ឧទាហរណ៍របស់យើងគឺ谁是你的老师谁是你的老师ឬក៏你是谁បាទ你是谁តើអ្នកជានរណាគេឧទាហរណ៍ថាមាននរណាម្នាក់គេតែទូរស័ព្ទមករកអ្នកអញ្ចឹងអ្នកអាចសួរថា你是谁បាទ你是谁តើអ្នកជាណាគេដែរពាក្យទី2របស់យើងគឺ什么什么什么បកថាអ្វី what បាទ什么你在做什么你在做什么តើអ្នកកំពុងតែធ្វើអ្វីឬក៏你在做啥បាទនៅក្នុងភាសានិយាយគេអាច什么ឬក៏啥អត្ថន័យដូចគ្នាគាត់ថាមួយជាពាក្យនិយាយបងប្អូនអញ្ចឹង什么你在做什么បាទតើអ្នកកំពុងតែធ្វើអ្វីពាក្យទី3របស់យើងគឺ什么时候បាទ什么时候ពេលណា你什么时候回家បាទ你什么时候回家តើអ្នកពេលណាត្រឡប់ទៅផ្ទះវិញឬក៏你什么时候结婚បាទ你什么时候结婚បាទតើអ្នករៀបការនៅពេលណាដែរបាទពាក្យទី4របស់យើងគឺ哪里哪里បាទឬក៏哪儿哪儿បាទគឺអត្ថន័យដូចគ្នាសួរពីទីកន្លែងណាបាទតើទាំងសួរទីកន្លែងអញ្ចឹង你住在哪里你住在哪里តើអ្នកស្នាក់នៅឯណាដែរបាទ你住在哪里ឬក៏你住在哪儿你住在哪អញ្ចឹងអត្ថន័យដូចគ្នាតើអ្នកស្នាក់នៅឯណាពាក្យចុងក្រោយរបស់យើងគឺ为什么为什么បាទ为什么ឬក៏អ្នកខ្លះគេអាចនិយាយថា为啥为啥អត្ថន័យដូចគ្នាដែរបាទ为ហេតុអ្វីបាទអញ្ចឹងឧទាហរណ៍របស់យើងគឺ你为什么学习中文បាទ你为什么学习中文ហេតុអ្វីបានជាអ្នករៀនភាសាចិនឬក៏你为什么喜欢我你为什么喜欢我តើហេតុអ្វីបានជាអ្នកចូលចិត្តខ្ញុំបាទអញ្ចឹងពាក្យ 5W question ទាំង5ពាក្យនៅក្នុងថ្ងៃនេះគឺយើងមានតែត្រឹមនេះសង្ឃឹមថាពាក្យទាំង5នេះអាចជាប្រយោជន៍ក្នុងការប្រាស្រ័យទាក់ទងការប្រើប្រាស់ភាសាចិនរបស់អ្នកទាំងអស់គ្នាជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយចែកជា